ធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាបានគូបញ្ជាក់ថាអ្នកដែលត្រូវបានគេរំលោភកម្មសិទ្ធិបញ្ញាគួរតែដាក់ពាក្យប្តឹងទៅតុលាការឬក្រសួងពាក់ព័ន្ធដើម្បីបញ្ឈប់និងកាត់បន្ថយការរំលោភកម្មសិទ្ធិបញ្ញានៅកម្ពុជាលោកមេធាវីអមរតនាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាបានគូបញ្ជាក់ថាអ្នកដែលត្រូវបានគេរំលោភកម្មសិទ្ធិបញ្ញាគួរតែដាក់ពាក្យបណ្ដឹងទៅតុលាការនិងក្រសួងពាក់ព័ន្ធដើម្បីបញ្ចប់និងកាត់បន្ថយការរំលោភកម្មសិទ្ធិបញ្ញានៅកម្ពុជាខណៈកន្លងមកក៏ធ្លាប់មានការកាត់ទោសលើអ្នករំលោភបំពានមហិច្ឆតាផងដែរលោកមានប្រសាសន៍ថាក្នុងករណីមានការរំលោភលើស្នាដៃអ្នកនិពន្ធសៀវភៅបទចម្រៀងនិងម៉ាកសញ្ញាផ្សេងៗអាចដាក់ពាក្យបណ្ដឹងទៅតុលាការតែយ៉ាងណាលោកសង្កេតឃើញថាភាគច្រើនអ្នកដែលត្រូវបានគេរំលោភកម្មសិទ្ធិបញ្ញាដាក់ពាក្យបណ្ដឹងទៅក្រសួងពាណិជ្ជកម្មឬក្រសួងវប្បធម៌ជាដើមដើម្បីធ្វើការសម្របសម្រួលមុននឹងឈានទៅដល់តុលាការលោកមេធាវីអមរតនាបានលើកឡើងបែបនេះនៅក្នុងកម្មវិធី Fresh Business ពិភាក្សាលើប្រធានបទសារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាលើកំណើនផលិតកម្មនិងវិនិយោគនៅកម្ពុជាសូមស្ដាប់នៃការបញ្យល់បន្ថែមរបស់លោកមេធាវីអមរតនាសម្រាប់អ្នកដែលគាត់មានការរំលោភឲ្យម្ចាស់សិទ្ធិហ្នឹងគាត់ចង់ប្តឹងអ្នកដែលគាត់រំលោភយកសិទ្ធិកម្មសិទ្ធិបញ្ញារបស់គេដូចជាម៉ាកដូចជា copy បទចម្រៀងឬក៏អាចថាឈ្មោះម៉ាកអីជាដើមអាហ្នឹងថាតើគាត់គួរតែប្តឹងទៅខាងណាដែរបើសិនគាត់ចង់ប្តឹងអីចា៎បាទទី1បើសិនជាផ្លូវច្បាប់បើគាត់រំលោភច្បាប់គាត់អាចដាក់ប្តឹងទៅតុលាការអាហ្នឹងជាជំរើសលឿនបំផុតប៉ុន្តែក្នុងបទល្មើសកម្មសិទ្ធិបញ្ញាជាទូទៅអ្នកដែលត្រូវបានគេរំលោភតែងតែដាក់ពាក្យប្តឹងទៅក្រសួងពាក់ព័ន្ធឧបមាថាមានការរំលោភលើម៉ាករបស់គាត់អញ្ចឹងគាត់ដាក់ពាក្យប្តឹងទៅក្រសួងពាណិជ្ជកម្មដែលគាត់គ្រប់គ្រងម៉ាកក្នុងករណីថាមានការរំលោភលើស្នាដៃជាសភៅកូពីជាបទចម្រៀងគឺដាក់ពាក្យប្តឹងទៅក្រសួងវប្បធម៌អញ្ចឹងក្រសួងធ្វើការសម្របសម្រួលក្នុងការបើសិនជាពុំមានសម្របសម្រួលណាមួយនោះនឹងបញ្ជូនរឿងហ្នឹងទៅតុលាការតែកន្លងមកមានការកាត់ទោសឬមួយក៏អនុវត្តច្បាប់ឬក៏ដាក់វិធានការចំពោះអ្នកដែលរំលោភហ្នឹងច្រើនដែរទេបាទតាមខ្ញុំដឹងមានការកាត់ទោសដាក់ទោសទៅលើអ្នករំលោភបំពានម៉ាកច្រើនដែរពាក់ព័ន្ធទៅនឹងការខ្លែងបារីផលិតផលបារីខ្លែងស្រាមានការខ្លែងនៅស្រាក្រហមខ្លែងនៅស្រាវីស្គីអីមានការចាត់វិធានការផ្លូវការពីរដ្ឋាភិបាលដែរចាយើងឃើញថាបើតាមមាត្រា64នៃច្បាប់នេះបានចែងថាជនណាដែលខ្លែងបន្លំម៉ាកសញ្ញាសេវាសញ្ញាឬក៏ម៉ាកសមូហភាពហ្នឹងនឹងត្រូវផ្ដន់ទាទោសប្រមាណពី1លានរៀលដល់20លានរៀលនឹងត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារហ្នឹងពី1ឆ្នាំដល់5ឆ្នាំលោកគិតថានេះគឺជាអាចថាជាទោសសមស្របក្នុងការចាត់វិធានការទៅលើអ្នករំលោភឬក៏យ៉ាងម៉េចដែរចាចំពោះច្បាប់នេះតាមពិតមិនមែននឹងឯឬចាបានន័យថានឹងបានន័យតតែជាប់ពន្ធនាគារទាំងផងនិងពិន័យផងប៉ុន្តែក្នុងមាត្រា64ហ្នឹងបើខ្ញុំចាំមិនច្រឡំទេគឺផ្ដន់ទាទោសពី1ឆ្នាំដល់5ឆ្នាំឬ1លានរៀលដល់1លានបាទ1លានរៀលដល់20លានបាទ1លានរៀលដល់20លានរៀលហើយពី1ឆ្នាំដល់5ឆ្នាំឬអញ្ចឹងកាលណាពាក្យថាឬមិនមែននឹងទេអញ្ចឹងកាលណាថាពាក្យឬគឺសិទ្ធិសម្រេចនៅលើអ្នកអនុវត្តច្បាប់ថាតើឲ្យជាប់ទាំងពីរឬក៏ឲ្យជាប់តែមួយពាក្យថានឹងឬវិធីការនេះយល់ដឹងបាទអញ្ចឹងបើសិនជាការផ្ដន់ទោសរឹងច្រើនជាងបន្តិចធ្ងន់ជាងបន្តិចកុំឲ្យមានពាក្យឬខ្ញុំថាបើសិនជានឹងអាហ្នឹងគឺជាការផ្ដន់ទោសមួយយ៉ាងធ្ងន់សមល្មមហើយកាលណាគាត់រំលោភបំពានម៉ាកមួយជាប់គុក5ឆ្នាំឧទាហរណ៍រហូតដល់ពី1ឆ្នាំដល់5ឆ្នាំនិងផាកពិន័យពី10លានដល់20លានបាទអញ្ចឹងបានថាជាប់ទាំងពីរដល់ពេលនេះគាត់អាចជាប់តែមួយបានចាអញ្ចឹងបានន័យថាវានៅស្រាលដូចអ្នកខ្លះគាត់អាចមានធនធានបើសិនជាគាត់បងថ្លៃផាកពិន័យតាម1លានឬក៏ដល់20លានអាចថាជាកម្រិតតិចតួចសម្រាប់បាទបើសិនជាគាត់ឆ្លៀសវៃគាត់ប្រកែកខាងការពារគាត់ប្រកែកខាងរងអ្នកការពារគាត់បានល្អណាមេធាវីប្រកែកដោះស្រាយក្តីអញ្ចឹងគាត់អាចទោសអាចស្រាលចាកាលណាទោសស្រាលវាធ្វើឲ្យការប្រព្រឹត្តបទល្មើសមិនរាងចាល
អញ្ចឹងតាមបទពិសោធន៍របស់ខ្ញុំអ្នកដែលជាប់ទោសខាងរំលោភបំពានម៉ាកហ្នឹងគឺច្រើនតែជាប់ព្យួរទោស ចា៎ 6 ខែអញ្ចឹងទៅឬក៏ជាប់6 ខែព្យួរទោសអញ្ចឹងការដែលគាត់រំលោភបំពានម៉ាកមួយម៉ាកអាចផលិតផលដែលគាត់រំលោភហ្នឹងអាចថ្លៃមានតម្លៃថ្លៃដល់លានដុល្លារអញ្ចឹងឧបមាថាដល់ពេលការទោសទណ្ឌគាត់ជាប់ទៅ6 ខែឬក៏ព្យួរទោសអញ្ចឹងធ្វើឲ្យការរំលោភបំពានរបស់គាត់ហ្នឹងក៏អត់រៀងចាថ្ងៃក្រោយគាត់ចេញមកគាត់រំលោភទៀត